សួស្តីជំរាបសួរលោកគ្រូអ្នកគ្រូដែលកំពុងតែបំពេញបេសកកម្មរបស់ព្រះនៅតាមបណ្ដាតំបន់របស់លោកគ្រូអ្នកគ្រូម្ដងទៀតជាខ្ញុំនឹងធ្វើវីដេអូទី2ពាក់ព័ន្ធនឹងមេរៀនទី2នៅក្នុងមេរៀនរបស់ផងយើងដែលនិយាយអំពីសម័យកាលនៅក្នុងព្រះគម្ពីរជាភាសាអង់គ្លេស Dispensationalism បាទចឹងមេរៀនទី1ខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូបានមើលវីដេអូហើយក៏បានមើលចំណុចស្នូលនៃមេរៀនខ្លះដែលខ្ញុំបានដាក់ទៅជាមួយនឹងវីដេអូហើយនឹង slide មេរៀនដែរចឹងចូលមកដល់មេរៀនទី2គឺនិយាយអំពីការកាន់កាប់ត្រួតត្រាបាទជាភាសាអង់គ្លេស What is a dispensation តើអ្វីជាការកាន់កាប់ត្រួតត្រាដោយមេរៀនមុនដែរខ្ញុំបានជម្រាបជូនអស់លោកអ្នកបងប្អូនលោកគ្រូអ្នកគ្រូដែលជាសិស្សនិស្សិតបានជ្រាបរួចមកហើយថាការកាន់កាប់ត្រួតត្រាការគ្រប់គ្រងព្រះគឺជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់លើពេលវេលាលើរបស់ទ្រព្យទាំងអស់ដែលព្រះបានបង្កើតរួមទាំងផ្ទៃមេឃផែនដីទាំងមូលផងដែរតែឡើយព្រះជាម្ចាស់ទ្រង់បានប្រទានការកាន់កាប់ត្រួតត្រានោះមកកាន់មនុស្សមានន័យថាមនុស្សដែលព្រះបង្កើតគឺមានទំនួលខុសត្រូវត្រូវកាន់កាប់ត្រួតត្រាកិច្ចការបំពេញកាតព្វកិច្ចដែលព្រះជាម្ចាស់ទ្រង់បានត្រាស់បង្គាប់ឲ្យធ្វើអញ្ចឹងនៅក្នុងមេរៀនទី2នេះលោកគ្រូអ្នកគ្រូនឹងត្រូវចំណាយពេលវេលាបើកព្រះគម្ពីរច្រើនបន្តិចពីព្រោះមេរៀនទី2គឺភាគច្រើនគឺជាខុសគម្ពីរដែលចង្អុលបង្ហាញអំពីអ្នកកាន់កាប់ត្រួតត្រានៅក្នុងព្រះគម្ពីរបានប្រើប្រាស់អ្នកកាន់កាប់ត្រួតត្រាជាភាសាខ្មែរហើយអាស័យដ្ឋានខគម្ពីរខ្លះទៀតបាននិយាយថាអ្នករ៉ាប់រងហើយអាស័យដ្ឋានខគម្ពីរខ្លះទៀតបាននិយាយថាអ្នកបម្រើហើយអាស័យដ្ឋានខគម្ពីរមួយចំនួនទៀតបាននិយាយអំពីអ្នកត្រួតត្រាបាទភាគច្រើនអ្នកកាន់កាប់ត្រួតត្រាអ្នកត្រួតត្រាអ្នករ៉ាប់រងនិងអ្នកបម្រើតែឡើយជាភាសាអង់គ្លេសគឺមានពាក្យ stewardship មានពាក្យ management ហើយមានពាក្យដែលស្តៀងនៅនោះផងដែរអញ្ចឹងលោកគ្រូអ្នកគ្រូនឹងត្រូវចំណាយពេលវេលាបើកខគម្ពីរតាមអាស័យដ្ឋានខគម្ពីរដែលខ្ញុំដាក់នៅ slide ខាងក្រោមហ្នឹងបើកមើលហើយផ្ទៀងផ្ទាត់គ្នាជាមួយនឹងព្រះគម្ពីរភាសាខ្មែរក៏ដូចជាភាសាអង់គ្លេសផងដែរអញ្ចឹងការកាន់កាប់ត្រួតត្រានោះនៅក្នុងព្រះគម្ពីរបានចង្អុលបង្ហាញអំពីតួអង្គបុគ្គលដែលទទួលបានងារជាអ្នកកាន់កាប់ត្រួតត្រាឬក៏អ្នកត្រួតត្រាឬក៏យើងអាចប្រើពាក្យមួយទៀតថាអ្នកគ្រប់គ្រងឆ្លើយតបទៅនឹងខគម្ពីរខ្មែរដែលបានបកប្រែចេញពីភាសាឡាតាំងមកអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូចូលទៅកាន់ការអានអាស័យដ្ឋានខគម្ពីរទាំងអស់នោះខ្ញុំសូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូមានព្រះគម្ពីរភាសាខ្មែរហើយនិងព្រះគម្ពីរភាសាអង់គ្លេសនៅពេលដែលលោកគ្រូអ្នកគ្រូចូលទៅកាន់ការអានព្រះគម្ពីរហើយយើងស្វែងរកពាក្យនៅក្នុងភាសាខ្មែរមានពាក្យម្ដងទៀតមានពាក្យអ្នកត្រួតត្រាមានពាក្យអ្នករ៉ាប់រងមានពាក្យអ្នកបម្រើនៅក្នុងអាស័យដ្ឋានខគម្ពីរនីមួយៗសូមលោកគ្រូអ្នកគ្រូធ្វើការស្រាវជ្រាវអំពីបរិបត្តិនៅក្នុងព្រះគម្ពីរនោះតើតួអង្គបុគ្គលណាដែលព្រះជាម្ចាស់បានត្រាស់បង្គាប់ឲ្យគាត់បំពេញការងារជាអ្នកកាន់កាប់ត្រួតត្រាទី2នៅក្នុងមេរៀននេះផងដែរក៏បាននិយាយអំពីសេចក្តីតម្រូវឬក៏បុគ្គលិកលក្ខណៈនៃអ្នកកាន់កាប់ត្រួតត្រាតើពួកគាត់ត្រូវមានបុគ្គលិកលក្ខណៈឬក៏លក្ខណៈសម្បត្តិអ្វីខ្លះនៅក្នុងព្រះគម្ពីរក៏បានពីពណ៌នាតាមអាស័យដ្ឋានខគម្ពីរខាងក្រោមពេលដែលលោកគ្រូអ្នកគ្រូបើកមើលនឹង
នៅក្នុងព្រះគម្ពីរធីម៉ូថេព្រះគម្ពីរទីតុសបានរៀបរាប់យ៉ាងច្រើនថាគួរឲ្យអ្នករ៉ាប់រងឬក៏អ្នកកាន់កាប់ត្រួតត្រាជាឧទាហរណ៍ដូចជាមិនឆាប់ខឹងមិនចំណោស្រាមិនស៊ីសំណូកហើយចៅរាវរាក់ទាក់ស្មោះត្រង់ស្លូតបូតផ្សេងទៀតលាក់នឹងលាក់បាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ដោយការបើកព្រះគម្ពីរមានអាស័យដ្ឋានព្រះគម្ពីរសម្រាប់អានចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែនិយាយអំពីការចង្អុលបង្ហាញតែងាយស្រួលឲ្យលោកគ្រូអ្នកគ្រូចូលទៅកាន់មេរៀនប៉ុណ្ណោះបាទបន្តមកទៀតលោកគ្រូអ្នកគ្រូធ្វើការបើកគម្ពីរដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងការចង្អុលបង្ហាញនៅអ្វីដែលខ្ញុំបាននិយាយផ្ទាល់ទៅកាន់មេរៀនផងដែរអញ្ចឹងនៅក្នុងមេរៀនទី2នេះគឺមាន2ចំណុចធំហើយចំណុចទី1គឺនិយាយអំពីការប្រើប្រាស់ព្រះគម្ពីរត្រូវបានបង្ហាញអំពីអ្នកកាន់កាប់ត្រួតត្រាទី3និយាយអំពីលក្ខណៈរបស់អ្នកកាន់កាប់ត្រួតត្រា the feature display ហើយលក្ខណៈទី2មាន3ចំណុចនៅក្នុងនោះដែរមាន primary characteristic មាន secondary characteristic និង objection បាទអញ្ចឹងគឺមានលក្ខណៈបឋមលក្ខណៈបន្ទាប់ហើយចំណុចចុងក្រោយលោកគ្រូអ្នកគ្រូអាចធ្វើការពិនិត្យមើលនៅក្នុង slide ខាងក្រោមដែលខ្ញុំនឹងដាក់ចំណុចគោលមេរៀនធំជូនហើយនឹងអាស័យដ្ឋានខុសគម្ពីរអរគុណសូមព្រះជាម្ចាស់ព្រះប្រទានពរ